Nào đóគ្នាខ្ញុំថ្ងៃនេះមកពី VFI ថ្ងៃនេះខ្ញុំមកបរៀនអ្នកនរគ្នាពីរបៀបមើលទៅលើ strong high និង strong low អញ្ចឹងមុននឹងចូលដល់មេរៀនរបស់យើងខ្ញុំសូមបញ្យល់អ្នកនរគ្នាពី strong low strong low មានន័យថាចំណុចដ៏រឹងមាំចំណុចទាបដ៏រឹងមាំ strong low មានន័យថាគឺជាចំណុចទាបដ៏រឹងមាំទាំងឡាយណាដែលវាមានកម្លាំងទិញរុញទៅលើមានន័យថាវារហូតវាមានកម្លាំងរុញទិញលើរហូតអាចបំបែកកម្ពូលចាស់បានដែលហៅថា BOS break of structure អញ្ចឹងលក្ខខណ្ឌរបស់វាគឺពេលខ្លះវាកើតឡើងនៅក្នុងទម្រង់ uptrend អញ្ចឹងនៅពេលដែលតម្លៃធ្លាក់មកដល់ចំណុចនេះវានឹងត្រឡប់ឡើងទៅលើវិញយ៉ាងខ្លាំងហើយបង្កើតកម្ពូលថ្មីខ្ពស់មួយដែលយើងហៅវាថា high របស់ high ចឹងអត្ថន័យសម្រាប់ការជួញដូររបស់វាគឺលក្ខណៈថាវាគឺជាតំបន់គ្រប់ត្រូលមួយដែលរឹងមាំមានន័យថាវាជា support strong support area ក៏ដូចជាតម្លៃហ្នឹងវាអត់ងាយធ្លាក់ចុះឬក៏ធ្លាយចំណុចនេះទេអញ្ចឹងបើតម្លៃធ្លាក់មកក្បែរតំបន់នេះគឺជាឱកាសក្នុងការបាយហើយអញ្ចឹងមានថាវាជាឱកាសក្នុងការបាយហើយយើងដាក់ stop loss នៅក្រោមចំណុច strong low របស់យើងនេះអញ្ចឹងខ្ញុំនឹងបញ្យល់អ្នកនរគ្នាពី strong high បន្ទាប់ strong high គឺជាចំណុចខ្ពស់ដ៏រឹងមាំ strong high គឺជាចំណុចខ្ពស់ដ៏រឹងមាំអញ្ចឹងគឺជាចំណុចខ្ពស់ដ៏រឹងមាំទាំងឡាយណាដែលមានកម្លាំងរុញឬកម្លាំងលក់រុញចុះក្រោមយ៉ាងខ្លាំងអញ្ចឹងរហូតដល់ដែលវាអាចគេបំបែក break of structure ចាស់បានអញ្ចឹងលក្ខខណ្ឌរបស់វាកើតឡើងនៅទម្រង់ down trend នៅពេលដែលតម្លៃឡើងទៅដល់កំពូលនេះគឺវានឹងងាកក្បាលចុះមកក្រោមយ៉ាងខ្លាំងហើយបង្កើតបានតម្លៃបាតទាបថ្មីជាងមុនទៀតអញ្ចឹងអត្ថន័យនៅក្នុងការជួញដូររបស់វាគឺវាជាតំបន់រឹងមាំដែលយើងហៅថា strong resistance area អញ្ចឹងទីផ្សារគោរពតំបន់នេះខ្លាំងណាស់អញ្ចឹងទីផ្សារគឺវាគោរពវា respect ណាអញ្ចឹងបើតម្លៃឡើងបុកមកតំបន់នេះបើវាឡើងមកបុកមកតំបន់នេះម្ដងទៀតគឺជាឱកាសនៅក្នុងការ sell ហើយយើងដាក់ stop loss អញ្ចឹងខ្ញុំនឹងគូឲ្យអ្នកទាំងគ្នាមើលកន្លែងនេះគឺជា break of structure កន្លែងនេះគឺជា break of structure គឺជា BOOS break of structure អញ្ចឹងកន្លែងនេះគឺជាជាស្រ័យអ្នកគ្នាដាសាយអញ្ចឹងកន្លែងនេះគឺជា market structure shift អញ្ចឹងន័យថាទីផ្សារគឺវាឡើងរហូតបន្ទាប់មកវាបង្កើត break of structure រួចហើយ strong high នៅខាងលើនេះបន្ទាប់មកវានឹងចុះមកក្រោមអញ្ចឹងនេះគឺជាទម្រង់ strong high ចុះយករបៀបចាប់ទម្រង់ strong low វិញ strong low គឺយើងចាប់ break of structure នៅក្នុងនេះអញ្ចឹងមានន័យថាទីផ្សារគឺវាមានទម្រង់ down trend អញ្ចឹងយើងចាប់មក break of structure ហើយកន្លែងនេះគឺជា market structure shift អញ្ចឹងទីផ្សារវាបានបដូរទិសដៅហើយអញ្ចឹងវាថាវាបដូរពីទិសដៅ down trend ទៅ up trend វិញអញ្ចឹងដាក់មកអីគេ MSS market structure shift អញ្ចឹងយើងចំណាំដរាបណា strong high និង strong low គឺវាត្រូវបានតម្លៃរត់កាត់បំបែកអញ្ចឹងនិយាយថាគឺវាអត់ទាន់បានរត់កាត់តម្លៃបំបែកមានថាវាអត់មាន liquidity sweep ទេឬក៏វាអត់មាន change of character ដែលយើងហៅកាត់ថា short អីហ្នឹងអញ្ចឹងរចនាសម្ព័ន្ធរបស់ទីផ្សារចាស់គឺវានៅតែមានសុពលភាពជានិច្ចអញ្ចឹងខ្ញុំបញ្ជាក់ម្ដងទៀតដរាបណា strong high ជាមួយនឹង strong low គឺវាអត់ទាន់បានលក្ខណៈថាបំបែក liquidity sweep ឬក៏អត់មាន liquidity sweep ទេវាអត់មាន change of character អញ្ចឹងរចនាសម្ព័ន្ធរបស់ទីផ្សារចាស់គឺវានៅតែមានសុពលភាពជានិច្ចអញ្ចឹងសង្ខេបងាយសង្ខេបមេរៀន8 strong low មានន័យថាបង្កើត high អញ្ចឹងយើងរកមើលនៅឱកាសនៅក្នុងការបាយអញ្ចឹងដល់ពេល strong high គឺបង្កើត low អញ្ចឹងយើងមើលឱកាសនៅក្នុងការ sell អញ្ចឹងមេរៀនយើងថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេ